42 ឆ្នាំនៃការបាត់ខ្លួនរបស់រថភ្លើងយ៉ាងអាថ៌កំបាំងនេះជារឿងរ៉ាវដ៏ចម្លែកមួយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិគឺការបាត់ខ្លួននៃរថភ្លើង S626 ដែលបានចូលទៅក្នុងរូងភ្នំអស់រយៈពេល42ឆ្នាំយ៉ាងអាថ៌កំបាំងហើយរឿងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រទេសអ៊ីតាលីពេលនោះសមត្ថកិច្ចព្រមទាំងរដ្ឋាភិបាលប្រទេសមួយនេះព្យាយាមលាក់បាំងពីការបាត់ស្រមោលព្រមទាំងអ្នកដំណើរទាំងអស់នៅក្នុងរថភ្លើងក្នុងឆ្នាំ1949លុះចូលមកដល់ឆ្នាំ1991ស្រាប់តែឃើញរថភ្លើងមួយខ្សែដែលបានបាត់ស្រមោលឈឹងនោះបង្ហាញខ្លួនជាថ្មីក្នុងរូបសន្តានដដែលដោយឆ្នាំដែលទៅតែបាត់ខ្លួនអញ្ចឹងហើយអ្វីដែលកាន់តែចម្លែកហួសពីការស្មានគឺមនុស្សនៅក្នុងរថភ្លើងមានចំនួន120នាក់រួមទាំងបុគ្គលិករថភ្លើង3នាក់ផងពួកគេម្នាក់គ្មានការប្រែប្រួលរូបសម្រស់ព្រមទាំងវ័យអ្វីឡើយនិយាយរួមពួកគេនៅតែដដែលដោយពេលដែលរថភ្លើងចូលទៅក្នុងច្រកភ្នំហើយនៅពេលនោះពួកគេម្នាក់នៅតែគិតថាថ្ងៃនេះពួកគេកំពុងទៅរស់នៅក្នុងឆ្នាំ1949ដូចដើមការបង្ហាញខ្លួនជាថ្មីរបស់រថភ្លើង S626 នេះសមត្ថកិច្ចព្រមទាំងរដ្ឋាភិបាលក៏ចាប់ផ្ដើមព្យាយាមលាក់បាំងភ្នែកមហាជនយ៉ាងសម្ងាត់ពួកគេមិននិយាយអ្វីតាក់ទងនឹងរថភ្លើងនេះហើយក៏មិនបានបញ្ជាក់ថាយករថភ្លើងនេះទៅរក្សាទុកនៅកន្លែងណាដែរមិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលអ៊ីតាលីព្យាយាមតាមដានអ្នកដំណើរទាំងអស់ក្នុងនោះមានអ្នកដំណើរ2នាក់ព្យាយាមកិច្ចវេះពីការតាមស៊ើបអង្កេតរបស់ប៉ូលីសចំណែកភ្នាក់ងាររថភ្លើងតែ3នាក់ត្រូវបានរដ្ឋាភិបាលរក្សាទុកហើយរដ្ឋាភិបាលនេះពុំបានអនុញ្ញាតឲ្យសាធារណជនបានដឹងឡើយទោះជាដំណឹងនៃការបាត់ខ្លួនរបស់រថភ្លើងនិងអ្នកដំណើរទាំងអស់នោះត្រូវបានរដ្ឋាភិបាលខំលាក់បាំងព័ត៌មានយ៉ាងណាក៏ដោយក៏មានកាសែតដ៏ច្រើនក្នុងប្រទេសអ៊ីតាលីបានបោះពុម្ពផ្សាយពីរឿងនេះប្រងព្រាតសាក្សីដែលតាមដាននៅក្នុងរឿងនេះបានប្រាប់ទៅកាន់អ្នកកាសែតថារថភ្លើង S626 មាន13ប្រអប់បានរត់ចូលទៅក្នុងច្រកភ្នំស្រាប់តែបាត់ខ្លួនយ៉ាងអាថ៌កំបាំងដោយមិនបង្ហាញខ្លួនតាមច្រកចេញមកវិញឡើយសមត្ថកិច្ចក៏បានបិទច្រករូងភ្នំនោះចោលដើម្បីស្វែងរករថភ្លើងដែលបានបាត់ខ្លួនទៅក្នុងនោះមានទាំងប៉ូលីសនិងអ្នកវិទ្យាសាស្ត្រផងពួកគេខិតខំស្វះស្វែងរកមែនទែនតែលទ្ធផលគឺទទេគ្មានឃើញបានអ្វីទាល់តែសោះពួកគេពិតជាមានការងឿងឆ្ងល់ណាស់ថារថភ្លើងនោះបាត់ខ្លួនទៅយ៉ាងម៉េចបានមតិមនុស្សមួយចំនួនបាននិយាយថារថភ្លើងនេះប្រហែលជាមនុស្សក្រៅភពបាននាំយកទៅហើយទើបបានជាបាត់ស្មោលសូនឆឹងបែបនេះតាមរបាយការណ៍របស់អ្នកកាសែតច្រកភ្នំនៃផ្លូវរបស់រថភ្លើងនោះក៏ដាក់ឲ្យដំណើរការឡើងវិញនៅឆ្នាំ1950ចាប់តាំងពីបើកឲ្យមានដំណើរការលើផ្លូវដែកនេះទោះមានរថភ្លើងបើកឆ្លងកាត់រាប់សិបខ្សែទៅវិញទៅមកយ៉ាងណាក៏ដោយក៏លែងមានហេតុការណ៍ចម្លែកដូចរថភ្លើង S626 ទៀតដែរទោះជាយ៉ាងណាក៏នៅតែមានគេតាមដាននិងស្វែងរករថភ្លើងដែលបានបាត់ខ្លួនទៅនោះប៉ុន្តែនៅតែគ្មានលទ្ធផលដដែលដូចនេះពួកគេក៏បានសន្មតថារឿងដ៏ចម្លែកមួយនេះប្រកាសជាមានជាប់ពាក់ព័ន្ធនឹងការឆ្លងពេលវេលាទៅកាន់អនាគតកាលហើយទើបបានជារថភ្លើងដែលរត់លើខ្សែតែមួយបែរជារកមិនឃើញអញ្ចឹងហេតុការណ៍នៃការបាត់ខ្លួនរថភ្លើង S626 ក៏មានការស្រដៀងគ្នាទៅនឹងនាវាជើងទឹករបស់អាមេរិកដែលនៅសុកស្រាប់តែបាត់ខ្លួនចេញពីកំពង់ផែយ៉ាងអាថ៌កំបាំងក្នុងសង្គ្រាមលោកលើកទី2ក្រោយមកនាវានេះក៏បានបង្ហាញខ្លួនឡើងវិញរហូតដល់សប្តាហ៍ថ្ងៃនេះរឿងទាំងអស់នោះពិតជាគ្មានចម្លើយឲ្យបានជាក់លាក់ណាឡើយនៅពេលដែលរដ្ឋាភិបាលខិតខំលាក់បាំងរឿងនេះបណ្ដាកាសែតផ្សេងក៏ខំជីកកកាយមិនឈប់ឈរដែរទីបំផុតកាសែតដ៏ល្បីឈ្មោះ Room Daily ដែលលក់ដាច់បំផុតអាចយកខ្សែអាត់សម្លេងរបស់ជាងជួសជុលរថភ្លើងម្នាក់មកវិភាគបានគាត់បាននិយាយថានៅពេលដែលរថភ្លើងចូលទៅក្នុងច្រកភ្នំមិនយូរប៉ុន្មានក៏មានផ្សែងអាប់ខ្លាំងអណ្ដែតចេញមកភ្លាមនោះដែរគ្រូក្បាលគាត់ក៏ចាប់ផ្ដើមច្បោកច្បល់ហើយបន្ទាប់មកគាត់ក៏បាត់បង់ស្មារតីដោយមិនដឹងខ្លួនក្រោយមកគាត់ក៏បានដឹងខ្លួនឡើងវិញស្របពេលដែលរថភ្លើងចេញពីច្រកភ្នំជាមួយគំនិតដែលគាត់បានគិតថាគ្រាន់តែគាត់កេងប្រហែលជាប្រមាណនាទីប៉ុណ្ណោះរថភ្លើងបានទៅដល់ស្ថានីយ៍ដើម្បីចតទើបគាត់ដឹងថាការកេងរបស់គាត់នេះមិនមែនប្រមាណនាទីទេគឺអស់រយៈពេល42ឆ្នាំរីឯអ្នកដំណើរផ្សេងទៀតក៏បានរាយការណ៍ស្តីងគ្នាទៅនឹងជាងជួសជុលរថភ្លើងនោះដែរថា
ថាពេលដែលរថភ្លើងចូលទៅក្នុងច្រកភ្នំស្រាប់តែមានផ្សែងអាប់ខ្លាំងណាស់វាបានផុសឡើងបន្ទាប់មកពួកគេក៏លែងដឹងខ្លួនទៅមនុស្សដែលជាប់ពាក់ព័ន្ធជាមួយហេតុការណ៍នោះមានជនបរទេស2នាក់ម្នាក់ជាជនជាតិអាល្លឺម៉ង់ហើយម្នាក់ទៀតជាជនជាតិអាហ្វ្រិកខាងត្បូងពួកគេទាំងពីរព្យាយាមកិច្ចពីការស៊ើបអង្កេតក្នុងរឿងនេះចំពោះជនជាតិអាល្លឺម៉ង់ក៏មាននយោបាយព័ត៌មានបន្លំខ្លួនដោយអះអាងថាគេជាអ្នករួមដំណើរនៅលើរថភ្លើងដើម្បីសួរព័ត៌មានពីជនជាតិអាល្លឺម៉ង់នោះជនជាតិអាល្លឺម៉ង់ក៏បានតបថាជីវិតគេមានការផ្លាស់ប្ដូរទាំងស្រុងក្រោយពីនៅលើរថភ្លើងនោះពេលនោះគេមានអាយុត្រឹមតែ30ឆ្នាំប៉ុណ្ណោះហើយមានកូនប្រុសម្នាក់អាយុ10ឆ្នាំពេលនេះកូនប្រុសរបស់គេមានអាយុរហូតដល់ទៅ42ឆ្នាំហើយព្រមទាំងមានជំងឺបេះដូងទៀតផងចំណែកប្រពន្ធរបស់ខ្លួនវិញមានអាយុក្បែរនឹង70ឆ្នាំទៅហើយក៏មានជំងឺទឹកនោមផ្អែមផងដែរឯរូបគេវិញនៅពេលនេះមានអាយុត្រឹមតែ30ឆ្នាំដដែលការបាត់ខ្លួនរបស់រថភ្លើង S626 ពិតជាធ្វើឲ្យជីវិតមនុស្សដែលបានឆ្លងកាត់ហេតុការណ៍នោះដូចជាមេឃកលាប់ចាក់អញ្ចឹងហើយនេះក៏ជារឿងដ៏ចម្លែកមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរយ៉ាងណាមិញរឿងដ៏អាថ៌កំបាំងនេះនៅតែមានមនុស្សចង់ដឹងនិងចង់ឮប៉ុន្តែចម្លើយជាក់លាក់ណាមួយនៅមិនទាន់មានអ្នកណាម្នាក់ចេញមកអះអាងឲ្យបានច្បាស់លាស់នៅឡើយទេសូមអរគុណចំពោះការតាមដាននៅវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា